បាទជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម៉ាស៊ីនរបស់ក្រុមហ៊ុន Thursa មួយ model ដែលទើបបញ្ចេញគឺវាខុសពី Oscar មុនគឺ Oscar Pro Bass គឺវាមានកម្លាំងផ្សាយ internal វិទ្យុផលវាខាងក្នុងហ្នឹងរហូតដល់5វ៉ាត់គឺងាយស្រួលយកដាក់តាមខ្លួនហើយនឹងពោះវែងបានឆ្ងាយគណិតជាមួយនឹង rover បាទជាបន្ទាប់ក្នុងវីដេអូនេះខ្ញុំថតឲ្យរាងគៀកបន្តិចគឺជារូបរាង Oscar Pro Bass version ថ្មីរបស់យើងនេះគឺវាមានរូបរាងស្រស់ស្អាតហើយវាមានកម្លាំងផ្សាយរហូតដល់5វ៉ាត់វាអាចផ្សាយទៅឲ្យ rover ចាប់ក្នុង range ចន្លោះពី6ទៅ8គីឡូតាមរយៈ internal radio របស់វា5វ៉ាត់នេះហើយថ្មរបស់វាអាចកាន់បានរយៈខ្ទង់ចន្លោះពី6ទៅ8ម៉ោងបាទហើយមួយទៀតបើសិនជាបងធ្វើការពោះវែងយូរម៉ោងចន្លោះពី10ម៉ោងទៅ14 16ម៉ោងបងអាចធ្វើការប្រើជាប្រភេទ external battery ដែលចេញពីក្រុមហ៊ុនផ្ទាល់ដែលមានកម្លាំងថ្មរហូតដល់20000 ampere ហើយវាដើរតួជំនួសជាប៉ូល30 cm ដាក់នៅលើ dry brake ហើយងាយស្រួលយកដាក់តាមខ្លួនទៅទីវាលជាក់ស្ដែងបាទហើយមួយទៀតបើសិនជាបងចង់ឲ្យធ្វើការពោះវែងបានល្អប្រសើរជាងឈុត standard បងអាច add បន្ថែមជាមួយនឹងអង្គតែនវិទ្យុធំនេះគឺដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះគឺវាអាច move ជាប់ជាមួយនឹងបាម៉ាស៊ីន Oscar Pro Bass របស់យើងហើយ range របស់វាអាចបោះបានរហូតដល់10ទៅ12គីឡូគឺវាបានឆ្ងាយជាងឈុត standard នៅទីវាលជាក់ស្ដែងបាទជាបន្តទៀតនេះគឺជាឈុតចុងក្រោយរបស់ Oscar Pro Bass គឺជាឈុតធំដែលមាន external radio ដោយប្រើប្រាស់ជាមួយនឹងភ្លើងអង្គុយគឺវាមានកម្លាំងផ្សាយរហូតដល់28វ៉ាត់គឺវាអាចផ្សាយទៅឲ្យ rover ចាប់នៅទីវាលជាក់ស្ដែងគឺបានចន្លោះពីខ្ទង់20ទៅ25គីឡូនៅទីវាលជាក់ស្ដែង